ស្ត្រីពេទ្យាជនជាតិវៀតណាមត្រូវបានចាប់ខ្លួននៅទីក្រុងបាងកកមុនឡើងនគរបាលបានសហការជាមួយក្រសួងអភិវឌ្ឍសង្គមនិងសន្តិសុខមនុស្សបានចុះបង្ក្រាបនិងចាប់ខ្លួនស្ត្រីរកស៊ីផ្លូវភេទជនជាតិវៀតណាមនៅតំបន់សុខុមវិទស៊យ4ក្នុងទីក្រុងបាងកកប្រទេសថៃប្រតិបត្តិការនេះបានធ្វើឡើងបន្ទាប់ពីមានពាក្យបណ្ដឹងពីប្រជាពលរដ្ឋនិងវីដេអូដែលចែកចាយចោទតគ្នាបង្ហាញពីស្ត្រីបរទេសកំពុងដើរហៅភ្ញៀវទេសចរនៅតាមចិញ្ចើមផ្លូវសាធារណៈតាមការឲ្យដឹងពីអ្នកស្រុកដែលហួសចិត្តនឹងហេតុការណ៍នេះស្ត្រីទាំងនោះបានផ្ដល់សេវាផ្លូវភេទក្នុងតម្លៃ1.50 បាតប្រពន្ធពីមន្ត្រីនគរបាលបានលើកឡើងថាស្ត្រីវៀតណាមទាំងនោះមានសម្រស់ស្អាតជាងស្ត្រីថៃទើបពួកគេមានភ្ញៀវច្រើនជាងស្ត្រីក្នុងស្រុកមិនសប្បាយចិត្តនោះទេពួកគេនិយាយថាស្ត្រីបរទេសទាំងនោះកំពុងដណ្ដើមភ្ញៀវរបស់ពួកគេអាជ្ញាធរបានឃាត់ខ្លួនស្ត្រីចំនួន6នាក់ក្នុងអំឡុងពេលចុះឆែកឆេរដែលក្នុងនោះមានជនជាតិវៀតណាម5នាក់និងជនជាតិអ៊ូស្បេគីស្ថាន1នាក់ក្រុមនេះត្រូវបានចោទប្រកាន់ថាបានបង្កការរំខានដល់សាធារណជននិងធ្វើឲ្យប៉ះពាល់ដល់រូបភាពទេសចរនៃតំបន់នោះដោយសារការដើរផ្ដល់សេវាផ្លូវភេទដល់អ្នកដំណើរឆ្លងកាត់មន្ត្រីបានចោទប្រកាន់ជនសង្ស័យទាំងនោះពីបទទាក់ទាញភ្ញៀវក្នុងគោលបំណងពេទ្យាចារតាមរបៀបអាសអាភាសនិងបើកចំហលោកវរៈសេនីយ៍ឯកយាងយកស៊ូវណ្ណាណូបានបញ្ជាឲ្យអង្គភាពបង្ក្រាបអំពើអបាយមុខចុះអង្កេតតាមដានមុននឹងកំណត់អត្តសញ្ញាណអ្នកប្រព្រឹត្តល្មើសមន្ត្រីមកពីនាយកដ្ឋានកិច្ចការស្ត្រីនិងគ្រួសារបានដាក់ពិន័យជាប្រាក់លើបុគ្គលទាំងនោះទៅតាមច្បាប់ស្តីពីការផាកពិន័យសកម្មភាពនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងកាន់តែទូលំទូលាយរបស់ស្នងការដ្ឋាននគរបាលរាជដើម្បីសម្អាតទីតាំងសាធារណៈពីសកម្មភាពស្ត្រីទាំង6នាក់ត្រូវបានឃុំខ្លួនដើម្បីប្រឈមមុខនឹងចំណាត់ការតាមផ្លូវច្បាប់ចំពោះការជាប់ពាក់ព័ន្ធក្នុងបណ្ដាញខុសច្បាប់ដែលត្រូវបានចោទប្រកាន់នេះមតិឌឺដងជាច្រើនបានលើកឡើងថាថៃចាប់ជាតិសាសន៍ផ្សេងដែលរកស៊ីរបរពេស្យាក្នុងស្រុកថៃពីព្រោះវាប៉ះពាល់ដល់មុខរបររបស់ស្រីៗជនជាតិថៃដែលរកស៊ីមុខរបរនេះពិសេសគឺមិនឲ្យជនជាតិផ្សេងទៅដណ្ដើមទីផ្សារដណ្ដើមម៉ូយនិងដណ្ដើមមុខរបរពេស្យានេះពីកូនស្រីថៃទេខ្លះថាមកពីស្រីវៀតណាមស្អាតជាងតម្លៃគួរសមជាងខ្លះថាជាការពិតស្ត្រីវៀតណាមទាំងោះមានសម្រស់ស្អាតជាងស្ត្រីថៃទើបពួកគេមានភ្ញៀវច្រើនជាងស្ត្រីក្នុងស្រុកមិនសប្បាយចិត្តនោះទេពួកគេនិយាយថាស្ត្រីបរទេសទាំងនោះកំពុងដណ្ដើមភ្ញៀវរបស់ពួកគេនេះបើតាមចុះផ្សាយរបស់សារព័ត៌មានខេមអាស៊ី Like, share and follow more